សំណួរសំខាន់5យ៉ាងប្រចាំជីវិតយើងរស់នៅមិនថាយើងធ្វើការងារឬក៏បង្កើតមុខរបរអ្វីក៏ដោយគឺយើងត្រូវតែសួរសំណួរទាំង5នេះមកកាន់ខ្លួនឯងសំណួរទី1ដែលយើងត្រូវសួរគឺបើសិនជាខ្ញុំមានបញ្ហាដូចជាការឈឺស្កាត់ដូចជាអសុវត្ថិភាពដែលអខានមិនបានធ្វើការមិនបានទៅរកស៊ីតើគ្រួសាររបស់ខ្ញុំទៅជាយ៉ាងណាបានចំណូលពីណាមកផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំសំណួរទី2ដែលយើងត្រូវសួរគឺបើសិនជាគ្រួសាររបស់ខ្ញុំមានបញ្ហាដែលត្រូវការលុយជាបន្ទាន់មកដោះស្រាយបញ្ហាចាំបាច់តើខ្ញុំបានលុយពីណាមកដោះស្រាយបញ្ហាហ្នឹងតើខ្ញុំមានលុយគ្រប់គ្រាន់ដែរឬទេមកដោះស្រាយបញ្ហាហ្នឹងសំណួរទី3ដែលយើងត្រូវសួរមកកាន់ខ្លួនយើងគឺបើសិនបើការងាររបស់ខ្ញុំឬមុខរបររបស់ខ្ញុំដែលកំពុងធ្វើរាល់ថ្ងៃហ្នឹងមានបញ្ហាដែលនាំឲ្យខ្ញុំមិនអាចមានចំណូលតទៅទៀតបានតើខ្ញុំដោះស្រាយយ៉ាងណាតើគ្រួសាររបស់ខ្ញុំនិងខ្ញុំនឹងទៅជាយ៉ាងណាសំណួរទី4ប្រសិនបើមានវិបត្តិកើតឡើងបានសេចក្តីថាយើងអត់មានបញ្ហាអីទេគ្រួសារយើងអត់មានបញ្ហាអីទេមុខរបរយើងក៏អត់មានបញ្ហាអីដែរប៉ុន្តែវិបត្តិវាកើតឡើងដល់វិបត្តិកើតឡើងវាចេះមកកាន់ការងារឬក៏មុខរបររបស់យើងដែលនាំឲ្យអខានមិនដំណើរការអត់មានចំណូលថាតើយើងទៅជាយ៉ាងណាគ្រួសារយើងទៅជាយ៉ាងណាសំណួរទី5ពេលដែលយើងចាស់ទៅតើយើងមានប្រាក់ចំណូលដែរឬទេតើយើងមានលុយគ្រប់គ្រាន់ហើយឬនៅតើបានអ្នកណាចិញ្ចឹមយើងតើបានអ្នកណាចិញ្ចឹមគ្រួសាររបស់យើងនៅពេលដែលយើងចាស់ទៅយើងអស់កម្លាំងធ្វើហើយឬក៏យើងអស់ឱកាសក្នុងការធ្វើហើយអាចថាគេឈប់ត្រូវការយើងហើយតើលុយដែលយើងរកមកទាំងប៉ុន្មានអាចផ្គត់ផ្គង់ជីវភាពរបស់យើងតទៅបានដែរឬទេចុះបើសិនជាអត់បានតើទៅជាយ៉ាងម៉េចយើងនឹងគ្រួសាររបស់យើងនៅពេលដែលយើងសួរសំណួរបែបហ្នឹងតែកាន់ខ្លួនយើងស្រាប់តែអត់ចេញចម្លើយនោះបានសេចក្តីថាយើងកំពុងតែមានហានិភ័យនៃជីវិតហើយអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺត្រូវខិតខំប្រឹងប្រែងកសាងប្រភពប្រាក់ចំណូលដែលមានប្រព័ន្ធត្រឹមត្រូវដែលអាចធានាបាននូវសុវត្ថិភាពដោយមិនមានហានិភ័យទោះជាយើងគ្មានវត្តមាននៅទីនោះមានបញ្ហាផ្ទាល់ខ្លួនគ្រួសារមានបញ្ហាមុខរបរមានបញ្ហាជាលក្ខណៈសកលឬពេលដែលយើងចាស់ទៅក៏ប្រភពប្រាក់ចំណូលដែលដើរដោយប្រព័ន្ធនេះវានៅតែហូរចូលឃ្លាំងទ្រព្យយើងជាប្រចាំមិនរីងស្ងួតនោះទៅជីវិតរបស់យើងមានសុវត្ថិភាពហិរញ្ញវត្ថុពិតប្រាកដ